អប់រំកម្រិតសាលាបឋមសិក្សាចំណាត់ថ្នាក់លេខ10គឺមកពីសាលាបឋមសិក្សាចតុមុខរាជធានីភ្នំពេញអ្នកបានពេញទៅដាក់ចតុមុខដែរចំណាត់ថ្នាក់លេខ9សាលាបឋមសិក្សាអង្គជុំខេត្តកំពតអង្គជុំចំណាត់ថ្នាក់លេខ8សាលាបឋមសិក្សាអនុវត្តហ៊ុនសែនអាចារ្យលក្ខនៅខេត្តកំពង់ធំចំណាត់ថ្នាក់លេខ7ពីសាលាបឋមសិក្សាគិរីសវណ្ណមុខខេត្តកំពង់ឆ្នាំងចំណាត់ថ្នាក់លេខ6គឺសាលាបឋមសិក្សាពោធិ៍សាត់ខេត្តពោធិ៍សាត់ចំណាត់ថ្នាក់លេខ5សាលាបឋមសិក្សាភ្នំជ្រៅខេត្តកំពង់ចាមចំណាត់ថ្នាក់លេខ4សាលាបឋមសិក្សាក្រវ៉ាន់ខេត្តសៀមរាបសម្រាប់ចំណាត់ថ្នាក់លេខ3លេខ2លេខ1សម្រាប់អង្គភាពដល់សេវាសាធារណៈគំរូលេខ3ឆ្នាំ2025កម្រិតសាលាបឋមសិក្សាគឺបានទៅសាលាបឋមសិក្សាសម្ដេចជាស៊ីមខេត្តបាត់ដំបងចំណាត់ថ្នាក់លេខ2គឺបានទៅសាលាបឋមសិក្សាគឺសតចំណាត់ថ្នាក់លេខ2គឺបានទៅសាលាបឋមសិក្សាស្វាយជ្រុំខេត្តស្វាយជ្រុំតែលោកណាទៅហើយចំណាត់ថ្នាក់លេខ1គឺបានទៅសាលាបឋមសិក្សាហ៊ុនសែនមិត្តភាពខេត្តព្រះសីហនុតែប្រកាសមកពីហើយឯងនិយាយបាន